ប្រមាណជាម៉ោង8 9ព្រឹកនេះឯងដូច្នេះដំណឹងនេះក៏ចាត់ទុកថាជាការប្រគេននិងជូនដំណឹងដល់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់នៅក្នុងពុទ្ធសាសនាមណ្ឌលនិងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ដែលជាញាតិមិត្តព្រះធម៌ជាពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាយើងនេះដែលធ្លាប់តែបានស្ដាប់និងគាំទ្រចំពោះខ្ញុំកណាអាត្មាភាពក៏ដូចជាធ្លាប់ស្គាល់ខ្ញុំកណាអាត្មាភាពតាំងតែពីការសម្ដែងពធទេសនាទាំងការដែលទំនុកបំរុងចិញ្ចឹមព្រះសង្ឃនៅក្នុងវត្តប្រាសាទនាងខ្មៅកន្លងមកពេលវេលាសម្រាប់សត្វលោកគឺមិនទៀងមិនថិតថេរមិនជាក់លាក់មិនប្រកបដូច្នេះជីវិតជាបព្វជិតរបស់ខ្ញុំកណាអាត្មាភាពក៏មានកាលវេលាមិនទៀងមិនថិតថេរមិនប្រកបដូចគ្នាហើយមានបួសគឺប្រកបជាមានសឹកខ្ញុំកណាអាត្មាភាពបានសាងភ្នោះតាំងពីអាយុ13ឆ្នាំចូលក្នុងពុទ្ធសាសនាបច្ចុប្បន្ននេះគឺអាយុ40ឆ្នាំគត់ហើយជីវិតប្រភ្នោះមានរយៈពេល27ចូល28ឆ្នាំនេះខ្ញុំបកករណាអាត្មាភាពពិតជាព្រះគុណដ៏ក្រៃលែងចំពោះព្រះរតនត្រ័យទាំងឡាយ3មានព្រះពុទ្ធពធព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនានេះជាពិសេសគឺព្រះពុទ្ធសាសនាដែលជាសាសនាដ៏មានគុណមហាធំធេងសម្រាប់ខ្ញុំបកករណាអាត្មាភាពបានចូលមកជ្រកកោនរស់រៀនមានជីវិតមានឱកាសបានរៀនសូត្រសិក្សាមានឱកាសបានឧបត្ថម្ភទំនុកបំរុងខ្ញុំផ្ដើមចំពោះព្រះសង្ឃនៅក្នុងពុទ្ធសាសនាមណ្ឌលជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះអស់រយៈពេល13ឆ្នាំកន្លងទៅនេះហើយអ្វីដែលជាការសោកស្ដាយបំផុតនោះគឺពេលវេលារបស់ខ្ញុំកណាអាត្មាភាពហើយអ្វីដែលខ្ញុំកណាអាត្មាភាពបានកំណត់ពេលវេលាដើម្បីលាចាកសិក្ខាបទគឺមិនមែនជាការតក់កុហលពេកទេហើយក៏មិនមែនជាការប្រញាប់ពេកដែរក៏ប៉ុន្តែខ្ញុំកណាអាត្មាភាពព្យាយាមមិនប្រគេននឹងជូនដំណឹងជាមុនព្រោះដឹងថាញោមញាតិទាំងអស់គាំទ្រស្រឡាញ់ចូលចិត្តហើយនឹងជ្រះថ្លាជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូច្នេះនៅពេលដែលលាចាកសិក្ខាបទគឺនឹងជូនដំណឹងតែម្ដងនៅពេលដែលញោមបានទស្សនាបានឃើញវីដេអូនេះមានន័យថាខ្ញុំកណាអាត្មាភាពនឹងទៅជាក្រហោះនៅពេលដែលខ្លីខាងមុខនេះហើយក៏សូមអព្យាស្រ័យអភ័យអត់ទោសចំពោះសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គបកករណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក្រែងលោកខ្ញុំព្រះករុណាអាត្មាភាពមានកាយវិការណាមួយពាក្យសម្ដីណាមួយក្នុងការពោលសម្ដែងពធក៏ដូចជាក្នុងការបង្ហាត់បង្ហាញផ្សេងមានការឆ្កាំឆ្គងដោយមិនផ្គប់ប្រតិសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គនិងបកករណាជាម្ចាស់គ្រប់ព្រះអង្គមិនផ្គប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ខ
ខ្ញុំកណាអាត្មាភាពសូមមេត្តាអធិស្ឋានអភ័យទោសដោយក្តីអនុគ្រោះដោយមិនមានចេតនាណាដើម្បីធ្វើឲ្យមានការប៉ះពាល់ដល់ការស្ដាប់របស់ញាតិញោមនៅពាក្យសម្ដីមិនល្អនឹងការពោលសម្ដែងធម៌នោះទេហើយអ្វីដែលខ្ញុំកណាអាត្មាភាពបានសម្រេចចិត្តនេះគឺជាការសម្រេចចិត្តមួយចំពោះខ្លួនខ្ញុំកណាអាត្មាភាពផ្ទាល់តែម្ដងគឺអស់បុណ្យជាប្រសង់តែម្ដងគឺសម្រេចចិត្តចាក់ចេញទៅជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនាបើសិនជាករណីណាមួយម្យ៉ាងទៀតក៏សូមអរព្រះគុណនិងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលស្រឡាញ់គាំទ្រចូលចិត្តហើយបានទំនុកបម្រុងចិញ្ចឹមព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅនេះអស់រយៈកាល13ឆ្នាំនេះគឺពិតជាមានគុណមហាធំធេងពិតមែនដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកចិត្តទឹកបតីទឹកចិត្តរបស់សម្ដេចក៏ដូចជាព្រះសង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថម្ភទំនុកបម្រុងទាំងព្រះសង្ឃការបណ្ដុះបណ្ដាលធនធាននៅក្នុងទីនេះទាំងការកសាងនៅហេដ្ឋារចនាសម្ព័ន្ធនិងថាវរវត្ថុជាសំណង់នៅក្នុងទីអារាមវត្តទាំងការកសាងនៅសាលារៀនដើម្បីជូនដល់រដ្ឋជាមួយខ្ញុំគណៈអាត្មាភាពកន្លងមកគឺពិតជាទឹកបតីទឹកចិត្តដ៏មហាធំធេងដើម្បីជួយឧបត្ថម្ភក្នុងការធ្វើក្នុងការបង្ហាត់បង្ហាញនៅក្នុងការទំនុកបម្រុងព្រះសង្ឃនៅក្នុងកាលកន្លងមករយៈពេល13ឆ្នាំនេះបើគិតពីមនុស្សព្រះសង្ឃដែលមកគង់នៅទីនេះទាំងគង់សិក្សារៀនសូត្រទាំងស្នាក់នៅទាំងចេញទៅវិញឡើងទៅថ្នាក់ខ្ពស់ទៀតគឺ13ឆ្នាំនេះទទួលបាន4677អង្គស្រេចហើយប៉ុន្តែតួនាទីនិងភារកិច្ចនេះក៏មិនចប់ត្រឹមនេះដែរមិនចប់ត្រឹមខ្ញុំគណៈអាត្មាភាពលាចាកសិក្ខាបទទេគឺតួនាទីនិងភារកិច្ចនេះនឹងនៅព្រះអង្គផ្លាត់តបណ្ឌិតោភិនវុធីដែលជាបច្ចារិកាហើយខ្ញុំគណៈអាត្មាភាពជាគ្រហស្ថក៏ប៉ុន្តែនៅចូលរួមសហការដើម្បីធ្វើកិច្ចការនេះបន្តគ្រាន់ថាខ្ញុំគណៈអាត្មាភាពប្រែคลายជាឧត្តមភេទទៅប្រែคลายពីឧត្តមភេទទៅជាហីនភេទនៅក្នុងភេទជាក្រហស្ថដូច្នេះសូមការយោគយល់ការអព្យាស្រ័យអភ័យអត់ទោសពីសំណាក់សម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គពីសំណាក់ប្រធេរានុធេរៈគ្រប់ព្រះអង្គនិងពីសំណាក់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអង្គញាអស់លោកពុទ្ធបរិស័ទញោមញាតទាំងក្នុងនិងក្រៅប្រទេសសូមមេត្តាទទួលស្គាល់ខ្ញុំគណៈអាត្មាភាពជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនាហើយសូមការទទួលរាប់អានដោយក្តីអនុគ្រោះអំពីខ្ញុំគណៈអាត្មាភាពផងអញ្ចឹងនៅក្នុងពេលដ៏ខ្លីខាងមុខនេះខ្ញុំគណៈអាត្មាភាពនឹងជាឧបាសកមានខោអាវសម្លៀកបំពាក់លែងត្រត្រង់នៅសម្ពុទ្ធត្រៃជីវរតទៅទៀតហើយញាតិញោមអាចមិនជ្រះថ្លាជាមួយខ្ញុំគណៈអាត្មាភាពដូចជាប្រសង់មិនអើពើមិនខ្វល់បានប៉ុន្តែសូមញាតិញោមកុំលះបង់នៅប្រសង់និងកូនសិស្សដែលមាននៅវត្តប្រាសាទនាងខ្មៅអីក៏ចឹងខ្ញុំគណៈអាត្មាភាពសូមអនុញ្ញាតក្រាបថ្វាយបង្គំសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គនិងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសនិងសូមចម្រើនពរចំពោះសម្ដេចទ្រង់ឯកឧត្តមអស់លោក
ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសលាចាក់ភេទជាបព្វជិតនេះទៅកាន់ភេទជាក្រហមនៅពេលដ៏ខ្លីខាងមុខនេះសូមក្រាបថ្វាយបង្គំលាសូមចម្រើនពរលា